បាទសួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូទី8ហើយដែលខ្ញុំចង់បង្ហាញអ្នកទាំងគ្នាអំពីការបង្កើត content បែបរឿងស្រាយស្នេហាអញ្ចឹងបើសិនអ្នកគ្នាតាមនៅក្នុងYouTube channel របស់ខ្ញុំបង្កើតបាន7 8 episode ហើយចា៎នេះជា episode ទី8ហើយសម្រាប់ការធ្វើគឺដូចគ្នាទាំងស្រុងយើងខុសតែការសរសេរ prompt ទេអញ្ចឹង process នីមួយៗគឺមិនខុសគ្នាទេអញ្ចឹងទី1ខ្ញុំចង់បរៀនអ្នកគ្នាពីការសរសេរ script ទី2ការធ្វើ voice over ដោយប្រើ AI ឬក៏ voice over តាមសំឡេងយើងផ្ទាល់ឬក៏ដំណាក់កាលទី3យើងធ្វើ thumbnail ដំណាក់កាលទី4យើងកាត់តនៅក្នុង CapCut អូខេអញ្ចឹងខ្ញុំអត់ recap ច្រើនទេដោយសារវីដេអូខ្ញុំធ្វើអាហ្នឹងវាច្រើនវគ្គដែរហើយអញ្ចឹងអ្នកគ្នាអាចមើល detail អីយើងអាចចូលទៅមើលវីដេអូដំបូងទៅអូខេអញ្ចឹងដំណាក់កាលទី1គឺការសរសេរ prompt យើង copy prompt មកយើងអាចនៅផាសនៅក្នុង Google Gemini ឧទាហរណ៍នេះខ្ញុំឧទាហរណ៍រឿងសាច់រឿងដែលអ្នកគ្នាចង់ធ្វើណាស្នេហ៍ដំបងជួបគ្នាវិញក្រោយបែក20ឆ្នាំការរងចាំរួមអ្នកអស់មួយជីវិតស្នេហារវាងអ្នកភូមិនិងអ្នកទីក្រុងអញ្ចឹងខ្ញុំយកឧទាហរណ៍រឿងនេះមួយមកឲ្យវា generate ជា script របស់យើងអូខេយើងចុចជូនទៅចុច generate ទៅអញ្ចឹងយើងចាំ template អញ្ចឹងដូចជាមិនពិបាកទេអ្នកគ្នាមានតែ prompt មួយអាចឲ្យវា generate script ប្រហែលនាទីប្រហែលពាក្យក៏បានដែរអ្នកគ្នាអាចកែនៅកន្លែងនេះមកអញ្ចឹងកន្លែងនេះខ្ញុំដាក់ជាទៅ800ទៅ1200ពាក្យអូខេអញ្ចឹងចេញ script មកហើយអញ្ចឹងខ្ញុំអានខ្លីៗព្រះអាទិត្យរៀបលិចបញ្ចេញពន្លឺពណ៌មាសលើវាលស្រែបៃតងវាខ្ចីនៅក្នុងភូមិស្ងាត់ជ្រងំមួយនៃខេត្តបាត់ដំបងខ្យល់រដូវរំហើយបក់ត្រជាក់នាំមកនៅក្លិនក្រអូបនៃស្រូវកំពុងអីចឹងមកអានេះកំពុងផើមហ្នឹងហើយនៅកណ្ដាលផ្លូវដីក្រហមហុំព័ទ្ធអីចឹងចានេះជា script ដែលយើង generate អូខេអញ្ចឹងយើងបាន script ហ្នឹងមកយើងទៅធ្វើ voice over មកអញ្ចឹង voice over យើងអាចធ្វើនៅក្នុង Google AI Studio អញ្ចឹងនេះជា Google AI Studio អ្នកចូល website ហ្នឹងមកនៅកន្លែងនេះ turn touch into natural sounding speech អញ្ចឹងយើងផាសvoice over យើងនឹងមកមិញមកទាំងអស់ហ្នឹងហើយបន្តមកទៀតយើងរើសសំឡេងមនុស្សប្រុសឬក៏មនុស្សស្រីដើម្បី generate What idea do you want to bring to life? អូខេយកសំឡេងមនុស្សស្រីមកហើយបន្តមកទៀតយើងចុច run មកអញ្ចឹងយើងចាំមួយ plate ទៅអូខេអ្នកទាំងអស់គ្នាអញ្ចឹងវា generate បានហើយយើងចុច play តេស្តទៅព្រះអាទិត្យរៀបលិចបញ្ចេញពន្លឺពណ៌មាសកាត់វាលស្រែពណ៌បៃតងខ្ចីនៅក្នុងភូមិដ៏ស្ងាត់ជ្រងំមួយនៃខេត្តបាត់ដំបងខ្យល់រដូវរំហើយបក់មកអូខេតេស្តប៉ុណ្ណឹងយើង download វាទុកទៅអូខេអញ្ចឹងយើងចប់មកដំណាក់កាលទៀតហើយយើងចូលដំណាក់កាលបន្ទាប់គឺការ edit sorry ដំណាក់កាលទី3គឺការបង្កើត thumbnail អញ្ចឹង thumbnail យើងនេះចូលទៅក្នុងកន្លែងនេះយើងទៅ copy prompt មកអូខេ copy prompt យើងទៅផាសនៅក្នុង ChatGPT មកចឹងអ្វីអ្នកត្រូវធ្វើគឺយើង copy ទី1ចំណងជើងស្នេហារវាងអ្នកភូមិនិងអ្នកទីក្រុងពីមកខ្ញុំដាក់កន្លែងនេះទី2យើង copy script ទាំងអស់ហ្នឹងយកមកដាក់កន្លែងនេះមកអូខេអញ្ចឹងយើងចុច generate មកអូខេអញ្ចឹងយើងចេញជា thumbnail មួយស្អាតមែនតើអញ្ចឹងយើងមើលទៅស្នេហារវាងអ្នកភូមិនិងអ្នកទីក្រុងអញ្ចឹងអ្នកនរគ្នាមើលអក្សរពេលខ្លះវាចេញមកវាខុសអ្នកគេអាច edit កែបន្ថែមទៅណាអញ្ចឹងយើង download វាទុកមកអូខេអញ្ចឹងចូលដំណាក់កាលចុងក្រោយគេគឺការកាត់តវីដេអូយើងកាត់អត់មានអីស្មុគស្មាញទេអ្នកគ្នាដែលធ្លាប់ប្រើ CapCut យើងគ្រាន់តែទាញចូលមកវាបានហើយអូខេអញ្ចឹងយើងទៅរករូបដែលយើងបាន generate មុនហ្នឹងមិញក្នុងនេះអូខេយើងយកទី1យកអា thumbnail ហ្នឹងទី2យើងយកអារូបgenerate voice over មិញមកយកមកដាក់មក
ខេយើង add ចូលមកអូខេយើងទាញ thumbnail យើងឲ្យវែងមកហើយបន្តទៀតយើងទៅ add sound wave វាមួយមកអូខេដាក់នេះមកទាញដាក់កន្លែងណាមួយដល់តំណងមកអូខេយើងចុច play តេស្តទៅ ជាក់ស្រេងនាំមកនៅក្លិនក្រអូបនៃស្រូវកំពុងផើមនៅកណ្ដាលផ្លូវដីក្រហមដែលហុំព័ទ្ធដោយដើមត្នោតវិបុលដែលជាយុវជនវ័យ28ឆ្នាំមកពីទីក្រុងភ្នំពេញកំពុងឈរអោបដៃសម្លឹងមើលរថយន្តទំនើបរបស់គេដែលរលត់ម៉ាស៊ីនគេជាស្ថាបត្យករដែលមកសិក្សាពីម៉ូដផ្ទះបុរាណប៉ុន្តែបែរជាមកជាប់គាំងនៅទីនេះគ្មានកន្លែងស្នាក់នៅគ្មានសូម្បីតែសេវាទូរស័ព្ទស្របពេលនោះសំឡេងកង់កញ្ចាស់មួយបានបន្លឺឡើងតិច អូខេអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់អាចធ្វើបានបើមានចម្ងល់អីអ្នកទាំងអស់អាចសរសេរ comment ខាងក្រោមបានអូខេអរគុណច្រើន